យរុំប្រវត្តិបបងបើសិនជាអត់និយាយក៏គ្មានអ្នកគេចង់ដឹងដែរតែលើពាក្យធ្វើល្អបានអាចពេលដែលយើងព្យាយាមធ្វើល្អជាមួយនឹងគេម្នាក់អ្វីដែលយើងទទួលបានគឺវាដូចអីដែលយើងគិតវាកំសត់ខ្ញុំនៅចិត្តវត្តហើយខ្ញុំធ្លាប់រៀននៅវត្តអញ្ចឹងឯងគឺពិភពលោកពិភពវត្តហ្នឹងគឺគាត់ស្គាល់ខ្ញុំទាំងអស់នៅវត្តបស័យមួយនេះវាប៉ុណ្្នឹងណាអុយផ្សាយឬខ្ញុំកំសត់នៅស្ងៀមនៅពេលហ្នឹងខ្ញុំនិយាយកម្មវិធីខ្ញុំជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ podcast របស់ញញឹម TV ថ្ងៃនេះខ្ញុំមានភ្ញៀវកិត្តិយសមួយដែលគាត់អត់ល្បីហើយក៏គ្មានឈ្មោះបោះសម្លេងនៅក្នុងបណ្ដាញសង្គមផងដែរសូមជួបមួយគាត់ទាំងអស់គ្នាជំរាបសួរបងបាទជំរាបសួរបាទជាដំបូងសូមឲ្យបងញញឹមសិនព្រោះអីនេះជាវេទិការបស់ញញឹម TV ជាបន្តទៀតសូមបងជួយណែនាំឈ្មោះអាយុភេទទៅកាន់ទស្សនិកជនរបស់យើងបាទជំរាបសួរបាទខ្ញុំបាទឈ្មោះធនិតភេទប្រុសហើយខ្ញុំគឺជាតារាល្បីលំដាប់ថ្នាក់ពិភពលោកចង់បញ្ជាក់បងតិចតារាល្បីលំដាប់ថ្នាក់ពិភពលោកប៉ុន្តែខ្ញុំមិនដែលឃើញមុខបងចឹងមូលហេតុដែលខ្ញុំថាខ្ញុំល្បីលំដាប់ថ្នាក់ពិភពលោកមួយហ្នឹងគឺដោយសារតែខ្ញុំនៅចិត្តវត្តហើយខ្ញុំធ្លាប់រៀននៅវត្តអញ្ចឹងឯងគឺពិភពលោកពិភពវត្តហ្នឹងគឺគាត់ស្គាល់ខ្ញុំទាំងអស់នៅវត្តកោះសីអូអញ្ចឹងមានន័យថាពិភពរបស់លោកបាទសំណួរជាបន្តសូមបងអាចរៀបរាប់ពីដំណើរជីវិតរបស់បងពីដើមមករហូតដល់ថ្ងៃហ្នឹងគឺមានប្រមាណដំណាក់កាលហើយវាពិបាកមិនខ្លះសូមបងជួយប្រាប់បងប្អូនយើងឲ្យគាត់បានដឹងបាទតែមិនមានកដាស់ជូតទឹកភ្នែកអីទេបងអត់អីជួនណាយបានបាទខ្ញុំបាទឈ្មោះដានិតរស់នៅក្នុងភូមិត្រាំងសង្កាត់ស្លករាមខេត្តសៀមរាបសប្តាហ៍ថ្ងៃខ្ញុំមានបងប្អូនចំនួន2នាក់ហើយខ្ញុំគឺជាកូនបើខ្ញុំអាយុបាន3ឆ្នាំខ្ញុំបាទរៀននៅថ្នាក់មត្តេយ្យដល់ថ្នាក់ទីកំវិញឆ្ងាយពេកវេទិកាហ្នឹងខ្លីៗកាត់នៅពេលដែលខ្ញុំបញ្ចប់ការសិក្សាភ្លាមគឺខ្ញុំបាទត្រូវបានធ្វើជាយរុំប្រវត្តិបបងបើសិនជាអត់និយាយក៏គ្មានអ្នកគេចង់ដឹងដែរអញ្ចឹងខ្ញុំចង់ដឹងពីរឿងរ៉ាវជីវិតបងមានស្នេហាឥឡូវបាទខ្ញុំបាទមានស្នេហាតើស្នេហាបបងនឹងធ្លាប់បានឆ្លងកាត់ការបោកប្រាស់ប្រហែលដងហើយចំពោះការបោកប្រាស់ហ្នឹងគឺយើងអស់តែខ្លួនប្រាណអស់លុយឬមួយក៏យ៉ាងម៉េចបងចាំជួយបញ្ជាក់ឲ្យទស្សនិកជនយើងបានដឹងផងជាការពិតណាចំពោះរឿងរ៉ាវស្នេហាហ្នឹងគឺគេថាដែលលើពាក្យឥឡូវគេល្បីធ្វើល្អបានអាចដូចជាដែលលឺបងធ្វើល្អបានអាចនៅពេលដែលយើងព្យាយាមធ្វើល្អជាមួយនឹងគេម្នាក់អ្វីដែលយើងទទួលបានគឺវាដូចអីដែលយើងគិតទេបាទបងបាទហើយចំពោះស្នេហាឥឡូវគឺខ្ញុំលេងហ៊ានប៉ះហើយស្នេហាចាំមិនន័យថាឥឡូវនេះយើង single ធម្មតាតែអាចមើលរូបខាងក្រោយបានគឺខ្ញុំរៀបភ្លេចឲ្យបងបញ្ជាក់មួយនៅពេលដែលខ្ញុំបានcall ទៅរកបងដើម្បីអញ្ជើញបងចូលរួមក្នុង podcast របស់ខ្ញុំឃើញបងផ្ញើរូបថតមកស្លឹកនេះមកហើយឲ្យបងឲ្យខ្ញុំដាក់តាំងនៅខាងក្រោយនោះតើវាមានអត្ថន័យបែបណាដែរបងវាកំសត់បែបម៉េចទៅបងមួយនេះវាប៉ុណ្្នឹងណាវាបោកខ្ញុំអញ្ចឹងមានន័យថាខាងនេះគឺជាភរិយារបស់បងហើយនេះគឺជាបងអញ្ចឹងបងបានរៀបការហើយរៀបការក៏ប៉ុន្តែការបានថាមួយអាទិត្យម្នាក់នឹងក៏គាត់បានលួចមានអ្នកថ្មីអុយផ្សាយឬខ្ញុំកំសត់នៅស្ងៀមនៅពេលហ្នឹងខ្ញុំនិយាយអរេមិនចាស់និយាយចឹងខ្ញុំនិយាយរឿងតិចចុះកម្មវិធីខ្ញុំពេលហ្នឹងគឺខ្ញុំនៅខាងក្រោមផ្ទះហើយខ្ញុំឮសំឡេងបងឯងមានយកទឹកមកអត់ខ្ញុំមានទឹកតែម្ដងកម្មវិធីមកក្រដល់
mà nhom dây vật con nhom tịch nhom nơi thằng còng tè hai nhom cho là cơ pan đây ấy bà trọc máy ở đây mình chui đây thì rồi ត្រូវ trọc tại nhom ạt mơ từ kháng lơ cứ còn lụi miền đặt máy đang trong nơi thằng còng តើតើតើអីនឹងអង្គផែនដីបង ខ្ញុំមិនដឹងដែរថាគាត់ធ្វើអីជាមួយគ្នាស្រាប់តែខ្ញុំថាទេរំជួយដីឬមួយក៏ជាងខាងសង់ផ្ទះអត់នឹងលំនឹងខ្ញុំចេះតែឆ្ងល់ខ្ញុំទៅមើល សុំកោតតបាន តមកខ្ញុំទៅមើលទៅគឺគាត់នៅជាមួយអ្នកថ្មី តើពេលហ្នឹងយើងមានអារម្មណ៍ថាត្រូវបានគេបោះបង់ចោលត្រូវបានគេបន្ទាបតម្លៃខ្លួនយើងឬមួយក៏យ៉ាងម៉េច ខ្ញុំគិតថាគាត់មិនគោរពខ្ញុំទេដោយសារតែមិនចាំតែខ្ញុំទៅណាឆ្ងាយខ្ញុំនៅតែក្រោមដាំបាយសោះគាត់ឡើង ចុះពេលដែលគាត់នាំមកហ្នឹងនាំឡើងតាមចដៅឬមួយក៏គាត់មានអាធំពេកខ្ចាក់គាត់ទម្លាក់ម្នាក់ប្រុសនឹងចូលលើដបូលផ្ទះហ្នឹង ខ្ញុំមិនដឹងថាគាត់ធ្វើមិនដែរស្រាប់តែវាអង្គើទៅខ្ញុំឡើងទៅមើលគាត់នៅជាមួយអ្នកថ្មីបាត់ហើយ អញ្ចឹងវាគឺជារឿងមួយដែលយើងពិបាកនឹងទទួលយកដែរមែនទេបង ជាពិបាក ជាបន្តទៅទៀតសូមសួរបងតាក់ទងទៅនឹងចំណូលចិត្តរបស់បងតើរងថ្ងៃហ្នឹងបងមានចំណូលចិត្តទៅលើអីគេហើយរំពឹងថាអនាគតបងអាចធ្វើបានឬមួយក៏អត់ ខ្ញុំក្រៅពីការធ្វើការឬអីខ្ញុំចូលចិត្តមើលរឿងជប៉ុនដោយសាររឿងជប៉ុនគឺអប់រំយើងច្រើននៃការរបៀប អញ្ចឹងស្អីបង ผมគិតលើផ្លូវអីផ្សេង អត់ទេបងជាទូទៅគឺយើងមានកំណត់របស់យើង podcast របស់យើងនិយាយបាន3នាទីគឺយើងត្រូវញញឹមម្ដងអញ្ចឹងអាចនិយាយតបានបង បាទខ្ញុំចូលចិត្តមើលរឿងជប៉ុនដោយសាររឿងជប៉ុនគឺបង្រៀនការតស៊ូពីការរើបំរាស់នៃការធ្វើបាបអញ្ចឹងហើយខ្ញុំបើសិនជាខ្ញុំមានឱកាសខ្ញុំសូមថតមួយរឿង តើបងរំពឹងទេថាអនាគតបងអាចនឹងដើរលើវិស័យនឹងបាន តាមសមត្ថភាពខ្ញុំគិតថាអាចបាន អញ្ចឹងបងមានសមត្ថភាពក្នុងខ្លួនមាន talent ក្នុងខ្លួនយើងហើយ មាន អញ្ចឹងខ្ញុំជូនពរឲ្យបងបានសម្រេចដោយអ្វីដែលបងចង់បានជាចុងក្រោយសូមបងជួយបញ្ចេញចំណាប់អារម្មណ៍ទាក់ទងទៅនឹងកម្មវិធីរបស់យើងព្រោះជាទូទៅ podcast របស់យើងគឺតម្រូវឲ្យភ្ញៀវកិត្តិយសដែលចូលរួម podcast គឺគិតបញ្ចេញចំណាប់អារម្មណ៍ទាក់ទងទៅនឹងការចូលរួមរបស់ពួកគាត់ថាតើ podcast របស់យើងគឺស្តង់ដារកម្រិតណា តើបងខ្ញុំសួរបងសិនថា podcast ហ្នឹងរយៈពេលប៉ុន្មាននាទី podcast ហ្នឹងអត់កំណត់តាមបុគ្គលខ្លះមានប្រយោជន៍គឺយើងធ្វើពីកន្លះម៉ោងទៅ1ម៉ោងតែបើសិនជាអត់ប្រយោជន៍ដូចបងទេខ្ញុំធ្វើត្រឹម 4-5 នាទីប៉ុណ្ណឹង ខ្ញុំគិតថា podcast មួយនេះគឺសុំទោសអ្នកទស្សនាទាំងអស់គ្នាដែលបានខាត់ពេលវេលាគាត់ 4-5 នាទីគឺអត់មានបានអីបន្តិចគឺបើសិនជាគាត់យកពេលវេលាហ្នឹងទៅធ្វើអីផ្សេងហើយជាល្អ ប៉ុន្តែយើងក៏បានបំរើអារម្មណ៍របស់គាត់ដែរមានអីទៀតបង អត់មានទេសារកម្មវិធីមួយខ្ញុំគិតថានេះគឺជាសូចុងក្រោយរបស់គាត់ហើយនៅក្នុងកម្មវិធីមួយនេះខ្ញុំចិត្តតែឆ្ងល់ថាមិនក៏អត់មាន sponsor ឥឡូវខ្ញុំដឹងហើយមានអីទៀតបង ខ្ញុំគិតថាទោះបីមិនទៅពេលខ្ញុំយូរជាងនេះក៏គ្មានតែគេចង់មើលដែរបើគេអត់មានតែគេចង់ដឹងពីជីវប្រវត្តិអីខ្ញុំទេ អញ្ចឹងមានន័យថាវីដេអូហ្នឹង ខ្ញុំក៏គេមិនដែលលើក អញ្ចឹងមានន័យថាវីដេអូហ្នឹងអ្នកមើលវាដល់កន្លែងនាទីនេះគឺជាមនុស្សឆានរយៈត្រូវ ឆានរយៈសង្ស័យគេមើលបានមួយផ្លឹបដេកលក់ទុកចោលបើសិនជាខ្ញុំវិញណាខ្ញុំឃើញអូសឃើញមុខបងខ្ញុំអូសលោងខ្ញុំមិនមើលទេ ចឹងបើសិនជាមានអ្នកមើលដល់នាទីនេះសូមជួយ comment នៅខាងក្រោមឲ្យខ្ញុំមិនដឹងផងថាមានអ្នកមើលដល់ប៉ុន្មានអ្នកអញ្ចឹង podcast របស់យើងគឺមានតែប៉ុណ្្នឹងខ្ញុំបាទរួមជាមួយនឹងបងសូមអរគុណសូមជម្រាបលា The fuck